អ្នកប្រុសទី3ឯណាបងធំនោះមកអង្គុយទៅមិនចង់ប្រៀបធៀបតែមើលឃើញច្បាស់យកចិត្តគេនឹងស្និទ្ធស្នាលជាអង្គុយទៅអ្នកណាប្រកបគឺជាសង្សារអូនធ្វើខ្លួនដូចគ្មានម្ចាស់ចិត្តរវល់នឹងបងទុំលានឹងគេតើយ៉ាងណាដែរពេលធ្វើបែបនឹងក្នុងឋានៈអ្វីខ្លួនអូនគឺអូនដឹងកែភ្នែកប្រលឹងចេះហត់បងអត់និយាយថាជាជាទទួលបញ្ជាពីពុកទៅរំដោះក្រុងហ្វានប្តីប្រពន្ធយើងគួរតែជប់លៀងឲ្យគេទៅដោយសុខសាន្តវិលវិញដោយជោគជ័យជាជាយើងពីអ្នកបងប្អូនខានផឹកសបាយយូរហើយមកបងផឹកមុនជាការគោរពអរគុណបងប្រុសមិនស្មើចិនហ្វុងអូនគួរតែជូនគេមួយពេកដែរអ្នកបងជួយជាជាមិនក៏ឯងហៅធ្វើដូចមិនដែលស្គាល់គ្នាអញ្ចឹងក្នុងចិត្តឯងនឹកឃើញរឿងកាលពីមុនយើងទាំង3នាក់ដើរលេងជាមួយគ្នាជួយមើលគ្នានៅតែអាចហៅគាត់ថាបងមីស្រាល្វីងមួយពេងលេបចូលបំពង់កបង្ខំចិត្តញញឹមគោរពបងធំពេលនេះបងមីគឺជាបងថ្លៃខ្ញុំជូនពរពួកបងស្រឡាញ់គ្នាដល់ចាស់ល្អមកជាបងមិនអាចបំភ្លេចរឿងពេលយើងនៅក្មេងបានហាត់វិជ្ជាគុណនិងតែងកំណាព្យជាមួយគ្នាពេលវេលាកន្លងផុតលឿនណាស់យើងមិនស្រឡាញ់គ្នាដូចពេលនៅក្មេងទេបងធំមកមិនក៏នៅក្នុងប៉ាន់នេះដាក់ស្រាតិចម្លេះគួឆាងជាឯងអង្គុយសិនទៅបងទៅយកស្រាសិនអត់ទេបងធំឲ្យខ្ញុំទៅជាថ្ងៃនេះបងជាអ្នកអញ្ជើញឯងឲ្យឯងទៅយកស្រាមិនដង្កើតឯងអង្គុយចុះបងទៅចាហ៊ុនចាំអូនទៅយកវិញកាន់តែមិនបានហើយគិតមើលទៅតាំងពីចាប់ផ្ដើមដល់ពេលនេះអូននឹងជឿជៀនមិនសូវបាននិយាយគ្នាទេឥឡូវចេះអ្នកទាំងពីរផឹកម្នាក់មួយពេងអូនជូនជឿជៀនជំនួសបងមួយពេងទៅកុំដល់គេហូបមកហូបបងឆាប់មកវិញទេ
បងមីចាជៀនអំបាញ់មិញខ្ញុំ បងសុខសប្បាយទេបងស្គមហើយ គឺលោកទេស្គមជាងមុនច្រើនណាស់ ខ្ញុំជូនបងមួយពេង ចាជៀនស្អែកលោកត្រូវចេញច្បាំងហើយឆាប់ផឹកទៀតទៅសុំទោស គឺខ្ញុំមិនគប្បីនឹងលោកឥឡូវខ្ញុំ ស្រាមកហើយ ហើយបងគិតតែពីរើសស្រាល្អឲ្យឯងធ្វើឲ្យខកពេលបន្តិចហ៎មក ចាហ៊ុនអូនដូចជាឈឺក្បាលណាស់អូនទៅវិញហើយ ណែជាជិនបើសិនជាជិនហ្វូឈឺក្បាលឲ្យនាងឆាប់សម្រាកទៅយើងពីរអ្នកបងប្អូនខានផឹកយូរមកហើយមិនស្វឹងមិនឈប់ទេមកអង្គុយទៅអង្គុយមក មក